រឿងនេះវាបានកើតឡើងនៅពេលដែលខ្ញុំកំពុងតែដើរសុកៗនឹងក៏បានជួបជាមួយនឹងពួកភេលិចាដោយដឹងអញ្ចឹងគឺខ្ញុំនិងពួកភេលិចាគឺអត់ត្រូវគ្នានៅទេដោយសារតែពួកនឹងសម្លាប់អ្នកភូមិហើយខ្ញុំក៏បានរកឃើញមន្ទីរវាហើយខ្ញុំក៏បានសម្លាប់វាចោលតែម្ដងទៅនៅពេលដែលខ្ញុំកំពុងតែប្រយុទ្ធសុកៗនឹងមេឃក៏បានភ្លៀង
បន្ទាប់ពីការប្រយុទ្ធអស់មួយសបកធំមកខ្ញុំគិតថាគ្នារបស់ពួកអានឹងវាប្រកាសជាបានស្លាប់ច្រើនហើយបន្ទាប់ពីការប្រយុទ្ធនឹងមកខ្ញុំក៏បានចាប់គ្នាវាបានមួយដោយខ្ញុំចាប់មកសួរចម្លើយឥឡូវឯងនិយាយប្រាប់អញមកថាប្រទេសធំរបស់មេឯងនៅណាទេមយ៉ាងទេអញនឹងសម្លាប់ឯងចោលហើយហើយមិនចង់ដឹងថាប្រទេសធំរបស់មេឯងនៅណាឯងព្រោះមេឯងមានគ្នាច្រើនហើយមានតែម្នាក់ឯងមិនអាចឈ្នះមេឯងបានទេដោយសារតែអាមួយនឹងវាព្រមប្រាប់ចម្លើយខ្ញុំក៏សម្រេចចិត្តថានឹងដាក់ TNT បំផ្ទុះវាចោលមកទៅហើយអ្នកព្រមប្រាប់ឲ្យឥឡូវឯងចាំទទួលសេចក្តីស្លាប់មកទៅឯងពិតជាស្ម័គ្រស្មោះនឹងមេឯងបានហើយចិត្តស្លាប់ខ្លួនក៏ប្រាប់ដែរឥឡូវឯងចាំសេចក្តីស្លាប់មកទៅចឹងខ្ញុំបំរុងតែធ្វើដំណើរត្រឡប់ទៅវិញហើយប៉ុន្តែកលេចទៅជួបគ្នាវាមកក្រុមដល់ពេលយ៉ាងគឺខ្ញុំអត់ຕົកនោះទេក៏ស្លាប់វាចោលមកទៅបន្ទាប់ពីប្រយុទ្ធជាមួយពួកវាអស់រយៈពេលយូរមកគឺថាអាម៉ររបស់ខ្ញុំគឺថាបានបែកអស់ហើយដោយមើលបានគឺថាប្រយុទ្ធមាញ់ហ្នឹងគឺថាបានបែកមុខបែកអីទៅហើយដែលឥឡូវហ្នឹងគឺខ្ញុំនឹងរៀបចំត្រឡប់ទៅកន្លែងរបស់ខ្ញុំវិញដើម្បីរៀបចំអាវក្រោះទុកប្រយុទ្ធជាមួយវាទៀតដោយចង់ដឹងថាតើប្រទេសធំរបស់វានៅកន្លែងណា